សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាជាមួយនឹងកម្មវិធីម្ហូបអាហារសប្បុរសធម៌ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលភ្នំពេញនៅសួន Eden Garden បឹងកក់ហើយកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល3ថ្ងៃគឺថ្ងៃទី21 22 23ខែវិច្ឆិកាឆ្នាំ2025ហើយថ្ងៃនេះគឺជាថ្ងៃទី23ខែវិច្ឆិកា2025គឺជាថ្ងៃចុងក្រោយនៃការតាំងពិព័រណ៍ក៏ដូចជាលក់នៅរបស់របរផ្សេងៗរបស់បងប្អូនអាជីវករយើងដែលបានរៀបចំឡើងនៅទីនោះហើយគោលបំណងដែលសំខាន់នៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីលើកកម្ពស់ការគាំទ្រផលិតផលរបស់ជាតិជួយផ្សព្វផ្សាយឲ្យសិប្បករខ្មែរក៏ដូចជាសហគ្រាសរបស់ខ្មែរមានទីផ្សារធំជាងមុននិងជាពិសេសបំផុតនោះគឺថវិកាដែលបានពីការលក់ក្នុងរយៈពេល3ថ្ងៃនេះមជ្ឈមណ្ឌលភ្នំពេញនឹងយកថវិកានេះដែលបានពីការលក់របស់បងប្អូនសិប្បករអាជីវករយើងដែលស្ម័គ្រចិត្តនៅក្នុងការលក់រយៈពេល3ថ្ងៃនេះទៅជួនដល់អង្គការក្រៅរដ្ឋាភិបាលដែលត្រូវការនៅថវិកាជាចាំបាច់ដើម្បីជួយគាំទ្រដល់សកម្មភាពរបស់ពួកគាត់ហើយនេះគឺជាការធ្វើសេចក្តីល្អជាការចែករំលែករបស់ពួកយើងទាំងអស់គ្នាតាមរយៈការចូលរួមទស្សនាការតាំងពិព័រណ៍ហើយយើងទិញនៅទំនិញទិញនៅផលិតផលរបស់សិប្បកររបស់យើងរបស់សហគ្រាសរបស់ខ្មែរយើងដែលពួកគាត់បានផលិតបានគឺបងប្អូនអាជីវករនិងសិប្បករទាំងនោះបានស្ម័គ្រចិត្តយកនៅថវិកាទាំងនោះទៅចូលរួមជាមួយនឹងមជ្ឈមណ្ឌលភ្នំពេញដើម្បីជួយដល់អង្គការដែលត្រូវការជាចាំបាច់នៅទឹកប្រាក់អស់ទាំងនេះគឺជាការធ្វើសេចក្តីល្អដែលយើងទាំងអស់គ្នាអាចចូលរួមទោះតិចក្តីច្រើនក្តីយើងបានទិញនៅផលិតផលបានគាំទ្រនៅផលិតផលគឺប្រៀបបានដូចជាយើងបានជួយដល់បងប្អូនដែលខ្វះខាតបងប្អូនដែលត្រូវការនៅជំនួយដែលជាចាំបាច់ហើយបងប្អូនជាក់ស្ដែងដែលយើងឃើញក្នុងវីដេអូនេះស្រាប់ហើយបាទបងប្អូនផលិតផលរបស់ខ្មែរយើងគឺផលិតបានច្រើនណាស់បាទមិនខ្វះទេមិនចាញ់ទេប្រហែលទេមកឲ្យតែយើងតាំងចិត្តធ្វើបាទដូចជារបស់ហូបជាដើមបាទរបស់ហូបអ្វីក៏យើងធ្វើបានយើងធ្វើបានច្រើនមែនតើបាទមានតាំងពីណែមមានតាំងពីសាច់ក្រកមានតាំងពីអាហារកំប៉ុងមានតាំងពីត្រីងៀតត្រីឆ្អើរនិយាយទៅច្រើនមុខច្រើនម៉ាកមែនតើបាទហើយមានទឹកឃ្មុំហើយនិយាយទៅគឺស្ទើរជារបស់ធម្មជាតិមកមានគ្រាប់ស្វាយចន្ទីមានផ្លែឈើតំណាប់អីផ្សេងច្រើនណាបាទតានាងនិយាយទៅខ្មែរយើងអាចផលិតបានគ្រប់បែបយ៉ាងទាំងអស់ឲ្យតែយើងតាំងចិត្តធ្វើគឺថាយើងធ្វើបានហើយក្រៅពីរបស់ហោះទាំងអស់ហ្នឹងគឺមានរបស់របរប្រើប្រាស់ក៏យើងអាចធ្វើបានដែរបាទដូចជាសម្លៀកបំពាក់ជាដើមបាទយើងអាចធ្វើពីកណាត់សូត្រខ្មែរយើងធ្វើពីសូត្រសង្កូវនាងអីជាដើមបាទហើយនិយាយពីកម្មាខ្មែរយើងបាទគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរយើងតែម្ដងបាទកម្មាខ្មែរយើងផលិតមកគឺថាមានគុណភាពល្អណាស់បាទហើយមួយទៀតគឺគ្រឿងអលង្ការបាទចំណែកគ្រឿងអលង្ការក៏ខ្មែរយើងអាចធ្វើបានដែរហើយប្រទេសយើងគឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិនិងសម្បូរទៅដោយរ៉ែមាសរ៉ែត្បូងអីផ្សេងដែលមានតម្លៃច្រើនណាស់អញ្ចឹងយើងអាចធ្វើបានយើងមានសក្តានុពលច្រើនណាស់សំខាន់ឲ្យតែយើងទាំងអស់គ្នាតាំងចិត្តធ្វើយើងយកការឈឺចាប់ដែលប្រទេសអ្នកជិតខាងដែលគេគិតថាយើងមិនអាចធ្វើអ្វីបានទេបើសិនជាគេបិទព្រំដែនគេបិទការនាំចូលក្នុងប្រទេសយើងដូច្នេះយើងត្រូវតែប្រែក្លាយការឈឺចាប់នេះមកជាកម្លាំងរួមគ្នាដើម្បីកសាងនៅសមិទ្ធផលជាតិយើងកសាងនៅប្រទេសជាតិយើងឲ្យរីកចម្រើនទៅមុខកុំឲ្យដោយពាក្យគេថាអត់ពីគេយើងស្លាប់តែយើងមិនស្លាប់ទេខ្មែរយើងមិនស្លាប់ទេខ្មែរយើងគឺកាន់តែរឹងមាំសេដ្ឋកិច្ចកាន់តែខ្លាំងយើងកាន់តែមានសមត្ថភាពក្នុងការផលិតក្នុងការនាំចេញនៅផលិតផលដែលជាស្នាដៃដែលមានគុណភាពរបស់ប្រជាជនប្រជាពលរដ្ឋរបស់យើងរបស់សិប្បកររបស់សិប្បកម្មរបស់សហគ្រាសនៅក្នុងស្រុករបស់យើងបើនិយាយទៅខ្មែរយើងមិនមែនជាពូជសាសន៍មួយដែលខ្ជិលពូជសាសន៍មួយដែលចាំតែរស់ដោយសារគេទេយើងមើលនៅប្រវត្តិសាស្ត្ររបស់ប្រទេសយើងធ្លាប់តែជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លាជាពិសេសគឺនៅសម័យអង្គរគឺជាអាណាចក្រមួយគឺជាមហានគរគឺជាចក្រពត្តិមួយដែលផលិតនៅរបស់កសិកម្មបានយ៉ាងច្រើនហើយមានការនាំចេញទៅក្រៅប្រទេសទៀតផងបាទដូចជាទៅក្នុងប៉ែកអឺរ៉ុបខាងប្រទេសឥណ្ឌាខាងប្រទេសចិនអីជាដើមបាទមួយវិញទៀតបើយើងនិយាយអំពីខាងសំណង់ស្ថាបត្យកម្មគឺថាខ្មែរយើងឡើងដល់កំពូលហើយឡើងដល់គេហៅថាកម្រិតមួយដែលសម័យសំបីតែមកដល់សម័យរីកចម្រើនហើយគឺនៅតែមិនអាចធ្វើបានដែរបាទជាក់ស្ដែងដូចជាប្រាសាទនានាជាពិសេសគឺប្រាសាទអង្គរវត្តដែលជាស្នាដៃដ៏អច្ឆរិយៈជាស្នាដៃដ៏ល្អឯករបស់បុព្វបុរសយើងបាទហើយស្នាដៃដ៏អស្ចារ្យស្នាដៃដ៏អច្ឆរិយៈនេះទោះបីជាបច្ចុប្បន្ននេះវិទ្យាសាស្ត្រមានការរីកចម្រើន
ផ្នែកស្ថាបត្យកម្មមានការរីកចម្រើនយ៉ាងណាក្តីក៏នៅតែមិនទាន់អាចធ្វើនៅស្នាដៃដ៏អស្ចារ្យដោយបុព្វបុរសយើងបានទេបាទពិតជាអស្ចារ្យខ្លាំងណាស់បាទសម័យនោះអញ្ចឹងយើងជាកូនខ្មែរចំនួនក្រោយយើងត្រូវតែសិក្សាពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសយើងដែលបានបន្សល់ទុកដើម្បីសិក្សារៀនសូត្រដើម្បីដកស្រង់យកនៅចំណុចខ្លាំងទាំងនោះយកមកអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យរីកចម្រើនទៅថ្ងៃក្រោយដើម្បីកុំឲ្យបរទេសមួយចំនួនមើលងាយឈ្លានពានមកលើប្រទេសរបស់យើងកាលណាតែយើងខ្សោយគេមើលងាយតែកាលណាតែយើងខ្សោយគេឈ្លានពានណាបើសិនជាយើងខ្លាំងយើងរីកចម្រើនគេមិនហ៊ានឈ្លានពានទេទោះបីជាប្រទេសយើងតូចជាងគេក៏ដោយតែបើសិនជាប្រទេសយើងមានការរីកចម្រើនមានកងទ័ពខ្លាំងមានសព្វាវុធខ្លាំងគឺគេមិនហ៊ានឈ្លានពានទេអញ្ចឹងដើម្បីធ្វើឲ្យប្រទេសយើងខ្លាំងយើងត្រូវតែធំទាំងអស់គ្នាកសាងនៅប្រទេសយើងទាំងអស់គ្នាគឺចូលរួមសាមគ្គីអភិវឌ្ឍប្រទេសយើងទាំងអស់គ្នាទៅតាមចំណេះជំនាញដែលយើងមានរៀងៗខ្លួនអ្នកណាចេះអីជួយនឹងទៅអ្នកចេះខាងផ្សព្វផ្សាយអ្នកមានជំនាញខាងផលិតនៅបន្លែអ្នកមានជំនាញខាងផលិតនៅកៅស៊ូផលិតនៅរបស់របរប្រើប្រាស់ផ្សេងយើងធ្វើទៅតាមជំនាញរបស់យើងចូលរួមអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នាឲ្យសង្គមយើងមានការរីកចម្រើនយើងធ្វើឲ្យប្រទេសយើងមានការអភិវឌ្ឍដូច្នេះបរទេសគឺមិនហ៊ានមើលងាយយើងតទៅទៀតទេបាទខ្ញុំសូមបញ្ចប់នៅការយល់ឃើញតែប៉ុណ្្នឹងចុះបាទនិយាយយូរទៅកាន់តែជាឆ្ងាយបែកអូហូជាស្ទឹងបើនិយាយទៅចេះតែនឹកឃើញចេះតែចង់និយាយបាទអញ្ចឹងយើងវិលមកក្នុងការតាំងពិព័រណ៍មហោបអាហារព្រឹត្តិការណ៍ពិព័រណ៍មហោបអាហារសប្បុរសធម៌ដែលរៀបចំឡើងតាមចាប់ដល់ភ្នំពេញរបស់យើងវិញបាទឃើញថារយៈពេល3ថ្ងៃនេះគឺថាបងប្អូនយើងបានអញ្ជើញទៅទស្សនាបានអញ្ជើញទៅគាំទ្រច្រើនមែនតើបាទនេះហើយគឺជាទឹកចិត្តរបស់ខ្មែរជាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរជួយខ្មែរគាំទ្រខ្មែរបាទបងប្អូនយើងផលិតយើងប្រជាពលរដ្ឋដែលមិនបានផលិតយើងគាំទ្រយើងផលិតឲ្យមានគុណភាពយើងផលិតឲ្យមានគេហៅថាស្តង់ដារដើម្បីធ្វើការចែកចាយនៅផលិតផលនៅក្នុងស្រុកយើងហើយយើងនឹងធ្វើការនាំចេញទៅលក់នៅក្រៅប្រទេសហើយដើម្បីទទួលបាននូវការគ្រប់គ្រងគឺមានកត្តាពីរចាំបាច់បាទទី1គឺគុណភាពទី2គឺតម្លៃមានគុណភាពហើយតម្លៃឲ្យសមរម្យតម្លៃឲ្យនិយាយទៅឲ្យធូរថ្លៃទៅយើងទទួលបាននូវការគ្រប់គ្រងយូរអង្វែងបាទមិនត្រឹមតែប៉ុណ្ណោះយើងអាចប្រកួតប្រជែងជាមួយនឹងទំនិញបរទេសបានទៀតបាទឃើញសាច់ក្រកនិយាយទៅនឹកឃើញដល់ថ្ងៃទៅថតដល់ខ្ញុំទៅថតថ្ងៃម្សិលមិញថ្ងៃសៅរ៍បាទនិយាយទៅដើរតាមតូបដែលគាត់លក់របស់របរហូបហ្នឹងម៉ូតូគាត់ឲ្យភ្លក់បន្តិចម៉ូតូគាត់ឲ្យភ្លក់បន្តិចនិយាយទៅគឺរួចបាយល្ងាចមកវិញអត់ឃ្លានមកបាទគាត់ទៅភ្លក់ឆ្អែតមកនៅក្នុងព្រឹត្តិការណ៍មហោបអាហារសប្បុរសធម៌ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលភ្នំពេញនេះក៏មានការចូលរួមសម្ដែងសិល្បៈជាច្រើនទម្រង់ដែរបាទដូចជាល្ខោនបាសាក់របាំអប្សរាល្ខោនស្បែកតូចស្បែកធំចបៃដងវែងហើយនឹងមានសូផ្សេងជាច្រើនទៀតនិយាយទៅគឺរៀបចំឡើងលក្ខណៈហៅថាទ្រង់ទ្រាយធំហ្មងហើយមិនត្រឹមតែប៉ុណ្ណោះបាទមានការចូលរួមគ្រប់គ្រងរបស់បងប្អូនជាពលរដ្ឋយើងច្រើនណាបាទគឺអ្នកទៅចូលរួមទស្សនាច្រើនមែនទែននិយាយទៅមានអ្នកអង្គុយលើកៅអីមានអ្នកអង្គុយនៅលើផ្ទាល់គេហៅថាផ្ទាល់នៅលើខ្សាច់នៅលើទីលានកន្លែងដែលរៀបចំពិធីតែម្ដងបាទបងប្អូនយើងទៅច្រើនមែនទែនបាទដោយចំនួនយើងមើលខោនកាលចំនួនឆ្នាំ80 90អញ្ចឹងបាទគឺថាទៅគឺបងប្អូនយើងមានច្រើនខុសខមែនតើបាទការចូលរួមយ៉ាងច្រើនរបស់បងប្អូនយើងបញ្ជាក់ឲ្យឃើញថាខ្មែរយើងស្រឡាញ់គ្នាខ្មែរយើងគាំទ្រគ្នាទោះបីជាក្នុងកលៈទេសៈណាក៏ដោយបាទអញ្ចឹងសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះតែនៅសំណាងល្អគ្រប់ក្រុមគ្រួសារបាទសូមជម្រាបលា